បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំធ្វើ list មួយបាទlist នេះគឺសម្រាប់ contractor មានន័យថាក្នុងនាមយើងជាប្រធានផ្នែកបាទអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែមាន contact មែនទេអញ្ចឹង contact ហ្នឹងគឺយើងយកទៅប្រើសម្រាប់ project ផ្សេងឬក៏ការលើក quote ឬក៏នៅពេលដែល project នឹង award project នឹងទទួលបានអ្នកទាំងអស់គ្នាចាំបាច់ត្រូវតែធ្វើអានេះមួយដើម្បីផ្ញើទៅឲ្យខាងសាយឲ្យគាត់តាក់ទងទៅដើម្បីឲ្យគាត់នឹងគឺធ្វើការជាមួយអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាមាន contact ទាំងអស់នេះហើយព្រោះក្នុងនាមអ្នកជា QS អ្នកត្រូវទៅសួរព័ត៌មានពីខាង subcon នឹងរហូតណាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែផ្ញើព័ត៌មានហ្នឹងទៅឲ្យខាងសាយដើម្បីឲ្យសាយហ្នឹងគឺគេហៅជាងហ្នឹងទៅមើលការងារជាក់ស្ដែងឬក៏ទៅធ្វើព្រោះបើជាងនឹងដាក់តម្លៃឲ្យយើងរហូតតែគាត់អត់បានធ្វើថ្ងៃណាមួយគាត់នឹងមិនដាក់តម្លៃមកឲ្យយើងទេអញ្ចឹងណាបាទអញ្ចឹងនៅក្នុងនេះមានផ្នែកអីគេខ្លះយើងមើលទាំងអស់គ្នាទី1គឺខាងបេតុងណាខាងបេតុងហ្នឹងគឺខាង team ខាងសំណង់អញ្ចឹងណាគាត់ធ្វើទាំង material ហើយនឹង labor អញ្ចឹងទៅសំណង់ដែលគាត់ធ្វើភាគច្រើនគឺបេតុងហើយនឹងដែកអីចឹងទៅណាបាទអញ្ចឹងបន្ទាប់មកទៀតមានខាងដែកសុទ្ធតែម្ដងខាងដែកហ្នឹងដូចជាប៉ែបដូចជាបៀមបៀអញ្ចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដាក់ list វាមកដុំអញ្ចឹងណាហើយបន្ទាប់មកមានជាងខាងថ្នាំមានក្រុមអីខ្លះអញ្ចឹងទៅហើយគាត់ធ្វើថ្នាំអីគេណាបាទអញ្ចឹងបន្ទាប់មកមានខាងក្រុមដែកបាទក្រុមដែកណាជាងដែកអញ្ចឹងទៅមានពីតូចដល់ធំណាបន្ទាប់មកខាងកញ្ចក់ខាងក្រោខាងទឹកភ្លើងបាទខាងពិដានហើយបន្ទាប់មកខាង joinery មានន័យថាខាងឈើណាបាទគ្រឿងសង្ហារឹមណាអញ្ចឹងនៅក្នុង list ហ្នឹងអ្នកទាំងអស់គ្នាធ្វើបែបហ្នឹងមកដល់ពេលហើយយើងមានកាន់តែច្រើនយើងញាត់វាចូលមកណានេះគឺជារបៀប management មួយនៅក្នុងផ្នែក QS manager អញ្ចឹងណាបាទអូខេអរគុណ